ខ្ញុំនិយាយរឿងមួយឲ្យស្ដាប់កាលខ្ញុំនៅអាយុ28ឆ្នាំគឺខ្ញុំកំពុងធ្វើការនៅស្រុកថៃទីស្រុកចោលប្លន់ទឹកដីខ្មែរហ្នឹងបងប្អូនកាលនោះខ្ញុំពេញកម្លាំងឈាមរាវនឹងហ៊ានណាស់ជាពិសេសអារឿងលើក្រែនឹង1ម៉ោងគឺជាមួយសើយថៃនិយាយឲ្យអក់ទៅពួកវាស្រួលណាស់ឲ្យតែយើងបបួលហើយយើងលះបន្តិចដឹងតែបានបឿកហើយតោះមកស្ដាប់រឿងខ្ញុំមួយជាមួយកូនថៅខ្ញុំតិចបងអូនតែមុនចូលជួយចុច Subscribe ឲ្យផងរួច Comment និង Share វីដេអូនេះផងយប់មួយខ្ញុំដើរកាត់មុខផ្ទះវីឡាថៅកែខ្ញុំក៏ប្រទះឃើញកូនគាត់ដែលមានឈ្មោះធីរៈសៅវណ្ណសានាងមានអាយុប្រហែលជា19ឆ្នាំហើយតែបើនិយាយពីសម្រស់វិញគឺស្អាតខ្លាំងរាងរូបស្រឡូនសាច់សម៉ត់ខៃនិងកែច្រមុះឡើងស្រួតហើយសាច់វិញអេមខ្លាំងដើមទ្រូងត្រលុកត្រលុនត្រគៀកខ្សាយដោយតារាភាពយន្តចឹងចៃដនអីពេលថៅកែប្រុសថៅកែស្រីខ្ញុំមិននៅកូននឹងអ្នកបំរើផ្ទះគេហៅថាមេបានខ្ញុំដឹងកូនគាត់នៅក្នុងបន្ទប់ហើយមេបាននៅក្រោយផ្ទះបាយឯណោះក៏មានចិត្តមួយថៃចង់សាក់លបងក៏ដើរទៅក្រោយនិយាយលេងជាមួយមេបានតិចក៏ឈៀងដើរកាត់មុខបន្ទប់កូនស្រីថាកាយមើលលេងតែពេលដើរមកមុខបន្ទប់ក៏ឃើញទ្វារបើកតិចក៏ឈប់មុខហើយរុញតិចសួរនាងថាកំពុងធ្វើអីថៅកែតូចជាធម្មតាខ្ញុំហៅថាថៅកែតូចឬអ្នកនាងចឹងដោយសារมันមានសម្លេងឆ្លើយខ្ញុំក៏រុញទ្វារចូលតែម្ដងពេលចូលដល់ក៏មិនមានដែរខ្ញុំក៏ដើរមើលតែអ្នកនាងតូចកំពុងនៅបញ្ចុកទឹកហើយឮសម្លេងអ្វីយ៉ាងស្រាវដូចកំពុងមើលរឿងជប៉ុនខ្ញុំផ្ទៀងស្ដាប់ក៏ដឹងនាងកំពុងចូលតួក្នុងបន្ទប់ហើយក៏បិទទ្វារបន្ទប់ហើយដើរទៅគាត់ទ្វារបន្ទប់ទឹកនាងស៊ូថាអ្នកណាខ្ញុំក៏ប្រាប់នាងហើយនាងចេញទាំងអារម្មណ៍អៀននិងមានអារម្មណ៍ចង់វាយឡាញបងប្អូនកូនថៃរឿងចឹងជារឿងធម្មតាទេខ្ញុំមិនបង្អង់យូរក៏ហក់ទៅអោបនាងទាំងសាច់នាងពេលខ្លួននៅក្តៅនៅឡើយហើយក៏មិនមួតអីដែរព្រោះអារម្មណ៍ចង់វាយឡាងហើយនឹងខ្ញុំក៏មិនបង្អង់យូរក៏ដោះសម្លៀកបំពាក់យ៉ាងតក់ក្រហិលលើកនាងដាក់លើពូកសារ៉េកន្លែងហើយដោះសម្លៀកបំពាក់នាងបិទភ្លើងហើយបើកភ្លើងរាត្រីក៏ចាប់ផ្ដើមបបោអង្អែលនាងរហូតចេញទឹកដោយសារឃើញបោះខៀងធំហើយវែងស្អាតនាងក៏សុំបៀបខៀងខ្ញុំក៏ព្រមលោកអើយដោយសារនាងស្អាតពេកខ្ញុំទ្រាំមិនបានក៏ចាប់ផ្ដើមប្រតិបត្តិការយកតែម្ដងមិនមែនស៊ីនតែអេមខ្លាំងប្រយុទ្ធដូចក្របីឃើញដើមជេរចឹងរហូតនាងថ្ងោថាខ្ញុំពូកែម្លេះលើកក្រោយឲ្យទៀតហាខ្ញុំក៏បានចិត្តលេងក្បាច់ថែមមុខមកកັບអបជិត20នាទីក៏ចេញម្ដងហើយសម្រាប់សិនក៏ចាប់ផ្ដើមម្ដងទៀតអាតង់ទីបានយូរជិត1ម៉ោងបានសម្រេចអេមហួសកូនថៅកែខ្ញុំក៏តែងតែហៅនាងមកដេកបានរឿយព្រោះនាងពេញចិត្តខ្ញុំខ្លាំងតែកាលនោះខ្ញុំត្រូវមកខ្មែរវិញក៏ឈប់ទៀងតងនាងទៅ